ตาเมียนมูลเหตุหรือกระตายจมรยไว้คละได้ทั่วไอรอดไทยหรือเสียมเมียนมหจตาจองบ้านตึกได้กัมพูชีตั้งปีสมัยโบราณระหดหมดเอาปัจจุบันกลุ่มได้ระเวียงกัมพูชีหนึ่งไทยได้เมียนประวัยเชียง800 กิโลเมตรมันแม่นกรอนไตเชียกสายบรรทดในเรือแผ่นที่นุตีบนใต้เวียคือเจดานระบุในประวัติศาสตร์ดอยจูจอดหนึ่งเวงชงายจับตั้งปีการเกาะการลางในรถเสียมน้ำบงក្នុងศតវត្សទី13រហូតមកដល់យុគសម័យទំនើបនៃศតវត្សទី21ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរតែងតែជួបប្រទះនូវភាពរកម្មរកុសនិងចំនួនទឹកដីមិនចេះចប់មិនចេះហើយអ្នកប្រវត្តិសាស្ត្រនិងអ្នកវិភាគភូមិសាស្ត្រនយោបាយតែងតែចោទសួរថាតើហេតុអ្វីបានជារដ្ឋថៃឬសៀមតែងតែមានមហិច្ឆតាចង់បានគ្រប់គ្រងឬលេបត្របាក់ទឹកដីកម្ពុជាឆ្លងកាត់សម័យកាលជាច្រើនម្ល៉េះតើវាផ្ដើមចេញពីតម្រូវការសេដ្ឋកិច្ចយុទ្ធសាស្ត្រយោធាការពារខ្លួនឬក៏ជាផ្នត់គំនិតចក្រភពនិយមថ្ងៃនេះយើងនឹងធ្វើដំណើរថយក្រោយទៅកាន់អតីតកាលជាង700ឆ្នាំដើម្បីលាតត្រដាងឬគល់ពិតប្រាកដនឹងមូលហេតុស្នូលទាំងឡាយដែលរុញច្រានឲ្យថៃចង់បានទឹកដីកម្ពុជាតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្នដើម្បីយល់ពីមហិច្ឆតារបស់ថៃយើងត្រូវដឹងមុនសិនថាទឹកដីប្រទេសថៃភាគច្រើនបច្ចុប្បន្នគឺជាអតីតទឹកដីរបស់អាណាចក្រខ្មែរជនជាតិថៃឬសៀមគឺជាក្រុមមនុស្សដែលបានបំលាស់ទីចុះមកពីភាគខាងត្បូងប្រទេសចិនរួចមកតាំងទីលំនៅនៅលើដែនដីរបស់ខ្មែរក្រោមឋានៈជាទឹកដីសាមញ្ញរដ្ឋចំណុះនៅពេលអាណាចក្រខ្មែរចាប់ផ្ដើមចុះខ្សោយក្នុងសតវត្សទី13ជនជាតិសៀមបានរួមរៀបចំខ្លួនបង្កើតរដ្ឋឯករាជ្យដំបូងរបស់ពួកគេគឺសុខោទ័យនិងក្រោយមកគឺអយុធ្យាមូលហេតុដំបូងបង្អស់ដែលសៀមព្យាយាមវាយលុកនិងចង់បានទឹកដីខ្មែរក្នុងសម័យបុរាណមានកត្តាសំខាន់ៗដូចជា 1. ការលុបបំបាត់ឥទ្ធិពលម្ចាស់ដីចាស់ដើម្បីពង្រឹងភាពស្របច្បាប់នៃអាណាចក្រថ្មីរបស់ខ្លួនសៀមត្រូវតែវាយកំទេចមជ្ឈមណ្ឌលអំណាចរបស់ខ្មែរនៅអង្គរការវាយយកទឹកដីខ្មែរគឺជាការធានាថាកម្ពុជានឹងមិនអាចងើបឡើងវិញដើម្បីដណ្ដើមទឹកដីភាគកណ្ដាលនិងភាគឦសានត្រឡប់ទៅវិញឡើយ 2. ការប្លន់យកធនធានមនុស្សនិងវប្បធម៌ក្នុងការវាយលុកក្រុងអង្គរជាច្រើនលើកជាពិសេសនៅឆ្នាំ1431សៀមមិនមែនគ្រាន់តែចង់បានដីធ្លីនោះទេប៉ុន្តែពួកគេបានគៀក្រគៀប្រជាជនខ្មែរជាងចម្លាក់អ្នកប្រាជ្ញរាជវង្សានុវង្សនិងណាត់រាំព្រះរាជទ្រព្យរាប់ម៉ឺននាក់ទៅកាន់អយុធ្យាសៀមត្រូវការធនធានមនុស្សនិងខឿនវប្បធម៌លទ្ធិទេវរាជរបៀបគ្រប់គ្រងរដ្ឋបាលអាសាសរបស់ខ្មែរដើម្បីយកទៅស្ថាបនានិងពង្រីកអាណាចក្រខ្លួនឯងឲ្យក្លាយជាមហាអំណាចតំបន់នៅពេលឈានចូលដល់សម័យកណ្ដាលជាពិសេសក្នុងសម័យលង្វែកនិងសម័យឧដុង្គមូលហេតុយុទ្ធសាស្ត្ររបស់សៀមបានផ្លាស់ប្ដូរមកជាយុទ្ធសាស្ត្រភូមិសាស្ត្រយោធាយ៉ាងច្បាស់លាស់ក្នុងសម័យនោះមានមហាអំណាចថ្មីមួយងើបឡើងនៅភាគខាងកើតគឺប្រទេសយួនវៀតណាមដែលកំពុងអនុវត្តនយោបាយពង្រីកទឹកដីមកទិសខាងត្បូងណាមទៀន